ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាព្រះធុកនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាព្រះធុកនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីការមានផ្ទៃពោះបាទអញ្ចឹងតើតើនឹងការមានផ្ទៃពោះដែរបាទថ្ងៃនេះខ្ញុំបានមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺនិយាយអំពីវិធីកំណត់រោគអាយុកូនដែលភាសាអង់គ្លេសហៅថា estimated gestational age បាទយើងថាស្ត្រីមានផ្ទៃពោះគាត់តែងតែចង់ដឹងថាកូនគាត់នឹងមានអាយុប្រហែលហើយមានវិធីអីខ្លះដែលជួយក្នុងការកំណត់អាយុរបស់គាត់កូនគាត់នឹងបាទយើងចង់ដឹងថាតើវិធីកំណត់រោគអាយុកូននឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងដល់គ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសិក្ខាដើមទី2គឺវិធីកំណត់រោគអាយុកូននិងទី3គឺការកំណត់ថ្ងៃសម្រាប់កូនបាទអញ្ចឹងយើងចង់ថាតើវិធីរោគអាយុកូននឹងគេកំណត់តាមវិធីណាខ្លះហើយនឹងការកំណត់ថ្ងៃសម្រាប់កូនគេត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងដល់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមការមានផ្ទៃពោះធម្មតាមានរយៈពេលជាមធ្យមគឺ280ថ្ងៃឬក៏40សប្តាហ៍បាទឬក៏យើងនិយាយថា9ខែ10ថ្ងៃហ្នឹងដោយយើងចាប់ផ្ដើមជាមួយនឹងថ្ងៃដំបូងនៃការមករដូវចុងក្រោយគឺជាថ្ងៃទី1នៃការមានផ្ទៃពោះបាទអញ្ចឹងថ្ងៃដំបូងនៃការមករដូវចុងក្រោយគឺជាថ្ងៃនៃការមានផ្ទៃពោះបាទអញ្ចឹងយើងមើលតើតើវិធីកំណត់រកអាយុកូនតើវិធីកំណត់រកអាយុកូនហ្នឹងគេត្រូវធ្វើយ៉ាងណាបាទយើងចង់ដឹងដល់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីកំណត់រកអាយុកូនគេថាវិធីសាស្ត្រជាមូលដ្ឋានមានចំនួន3ត្រូវបានប្រើដើម្បីជួយប៉ាន់ស្មានអាយុផ្ទៃពោះឬក៏អាយុកូននឹងឯងដែលគេហៅសេកាត់គឺ GA គឺ gestational age គឺទី1គឺយើងរកប្រវត្តិនៃការមករដូវបាទប្រវត្តិនៃការមករដូវហ្នឹងគឺអាយុកូនគិតចាប់ពីថ្ងៃដំបូងនៃរដូវចុងក្រោយបាទអញ្ចឹងដើម្បីរកអាយុកូនហ្នឹងយើងគិតចាប់ពីថ្ងៃដំបូងនៃរដូវចុងក្រោយបាទទី2គឺយើងធ្វើការពិនិត្យរាងកាយហើយទី3គឺការអេកូផ្ទៃពោះបាទអញ្ចឹងមានថាវិធីថាមូលដ្ឋាន3ហ្នឹងគឺប្រើដើម្បីប៉ាន់ប្រមាណឬក៏ប៉ាន់ស្មាននៅអាយុរបស់ផ្ទៃពោះហ្នឹងបាទប្រវត្តិនៃការមករដូវចុងក្រោយការពិនិត្យរាងកាយដល់គ្រូពេទ្យហើយនឹងការធ្វើអេកូផ្ទៃពោះចំណុចទី1និងទី2ខាងលើគឺវាអាចមានកំហុសច្រើនជាពិសេសគឺស្ត្រីដែលគាត់ប្រដៅបន្ទាងបាទឬក៏ការប្រតិរាងកាយខ្លះវាមានភាពមានកម្រិតបាទយើងឃើញថាយើងគួរតែប្រើនៅពេលដែលអេកូផ្ទៃពោះមិនបានធ្វើបាទអញ្ចឹងវាថាបើយើងមានអេកូផ្ទៃពោះនៅត្រីមាសទី1គឺភាគច្រើនគឺយកតាមអេកូបាទបើសិនបើមិនមានអេកូទេគេអាចប្រើចំណុចទី1និងទី2ខាងលើតែម្ដងបាទនៅពេលដែលផ្ទៃពោះបាទតើតងការអេកូផ្ទៃពោះហ្នឹងគឺមិនបានធ្វើបាទយើងមើលតទៀតតើតើនឹងវិធីកំណត់រកអាយុកូនហ្នឹងគឺថ្ងៃបង្កកំណើតកូនគឺ14ថ្ងៃបន្ទាប់ពីថ្ងៃទី1នៃរដូវដែលមកខែចុងក្រោយគេបាទហ្នឹងគេហៅថាថ្ងៃបង្កកំណើតកូនហ្នឹងឯងពេលស្ត្រីបាត់រដូវ2អាទិត្យឬក៏2សប្តាហ៍គឺកូនអាយុ4សប្តាហ៍ហើយបើស្ត្រីរដូវទៀងទាត់បាទហ្នឹងគឺតកតងការកំណត់រកអាយុកូនហ្នឹងយើងមើលតទៅទៀតតកតងការកំណត់ថ្ងៃសម្រាប់កូនតើវិធីឬក៏ការកំណត់ថ្ងៃសម្រាប់កូនហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងដល់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលការកំណត់ថ្ងៃសម្រាប់កូនយើងថាការកំណត់ថ្ងៃសម្រាប់កូននឹងអាចធ្វើតាមរដូវចុងក្រោយបើសិនបើស្ត្រីមករដូវទៀងទាត់អញ្ចឹងបើសិនជាស្ត្រីរដូវអត់ទៀងទាត់ទេគេអាចគិតទៅតាមអេកូទារុ3ខែបាទឬក៏12សប្តាហ៍អញ្ចឹងគេយកអេកូនៅត្រីមាសទី1ហ្នឹងជាមូលដ្ឋានក្នុងការកំណត់ថ្ងៃសម្រាប់កូនហ្នឹងបើសិនជាស្ត្រីរដូវមិនទៀងទាត់ហ្នឹងបើយើងគិតតាមរដូវចុងក្រោយគឺយើងកំណត់យក40សប្តាហ៍នៃការបាត់រដូវគឺជាថ្ងៃសម្រាប់កូនតែទារកអាចសម្រាលមុន10ថ្ងៃឬក៏ក្រោយ10ថ្ងៃបាទនេះបើយើងគិតតាមរដូវចុងក្រោយយើងគិតអឺ40សប្តាហ៍នៃការបាត់រដូវហ្នឹងអញ្ចឹងវាអាចកូនសម្រាប់មុន10ថ្ងៃឬក៏ក្រោយ10ថ្ងៃនៃ40សប្តាហ៍ហ្នឹងបាទអញ្ចឹងយើងមើលយើងឃើញថាការបរិច្ឆេទត្រូវសម្រាប់កូនអាចត្រូវបានគេអានាដោយដំបូងគឺយើងកំណត់ថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់ស្ត្រីសិនបន្ទាប់មកយើងរាប់ថយក្រោយ3ខែចាប់ពីថ្ងៃនោះ
បាទរាប់ថយក្រោយថាថ្ងៃទី1ខែ1រាប់ថយក្រោយជាងទៅបាទអញ្ចឹងរាប់ថយក្រោយ3ខែចាប់ពីថ្ងៃនោះមកហើយនឹងចុងក្រោយគឺយើងបន្ថែម1ឆ្នាំនិង7ថ្ងៃទៅលើការបច្ច័យនោះបាទឧទាហរណ៍ការមករដូវចុងក្រោយរបស់ស្ត្រីបានចាប់ផ្ដើមនៅថ្ងៃទី9ខែ9ឆ្នាំ2023ហើយបើយើងរាប់ថយក្រោយ3ខែទៅគឺចាប់ពីថ្ងៃនោះមកគឺត្រូវជាថ្ងៃទី9ខែ6ឆ្នាំ2023ហើយយើងបន្ថែមរយៈពេល1ឆ្នាំ7ថ្ងៃទៅនាំទៅដល់ថ្ងៃទី16ខែ6ឆ្នាំ2024អានេះហើយជាការបច្ឆេទដែលត្រូវសម្រាប់កូនបាទនេះគឺជា neglect rule ដែលគេនិយមប្រើទាក់ទងនឹងការកំណត់រោគថ្ងៃសម្រាប់កូនដែលយើងគិតតាមរដូវចុងក្រោយបាទអញ្ចឹងបើសិនជាស្ត្រីដែលគាត់រដូវបន្ទៀងបាទយើងគិតថាការអេកូផ្ទៃពោះគឺសំខាន់អញ្ចឹងតាមអេកូទ្រុ3ខែបាទឬក៏12សប្តាហ៍ករណីដែលស្ត្រីមានផ្ទៃពោះមិនចាំរដូវចុងក្រោយឬក៏រដូវមិនទៀងទាត់គឺយើងកំណត់40សប្តាហ៍ជាថ្ងៃសម្រាប់កូនហើយអាចបូកឬដក7ថ្ងៃមានន័យថាស្ត្រីអាចសម្រាលមុន7ថ្ងៃឬក៏ក្រោយ7ថ្ងៃនៃ40សប្តាហ៍នឹងផងដែរបាទហើយយើងមើលតទៅទៀតតទៅនឹងការកំណត់ថ្ងៃសម្រាប់កូនតាមរដូវចុងក្រោយក្តីតាមអេកូកូន3ខែក្តីគឺពុំសូវមានភាពខុសគ្នានោះទេដែលអាចខុសគ្នាច្រើនបាទយើងឃើញខុសគ្នាអាចច្រើនហ្នឹងគឺ3ទៅ4ថ្ងៃតែប៉ុណ្ណោះបាទហ្នឹងគឺតទៅនឹងការកំណត់ថ្ងៃសម្រាប់កូនជាងអាចគិតតាមរដូវចុងក្រោយបើសិនជាស្ត្រីរដូវទៀងហើយនឹងការកំណត់តាមអេកូនៅកូន3ខែឬក៏ត្រីទី1ហ្នឹងបាទបើសិនជាស្ត្រីរដូវមិនទៀងទាត់ហ្នឹងបាទហើយស្ត្រីអាចទុកកូនក្នុងផ្ទៃត្រឹម41សប្តាហ៍3ថ្ងៃតែត្រូវតាមដានតកតងនឹងបរិមាណទឹកភ្លួតាមដានតកតងបេះដូងកូនដោយប្រឹក្សាជាមួយនឹងគ្រូពេទ្យថាត្រូវសម្រេចចិត្តថាដាក់ថ្នាំឲ្យឈឺពោះសម្រាលឬក៏សម្រាលវាកាត់បាទនឹងអាស្រ័យលើបរិមាណទឹកភ្លួហើយនឹងស្ថានភាពសុខភាពរបស់កូនផងដែរបាទហើយបើសិនបើស្ត្រីគាត់ចង់ធ្វើការតាមដានផ្ទៃពោះយើងថាខាងវិស័យខ្ញុំផ្ដល់សេវាពិនិត្យនិងតាមដានអេកូផ្ទៃពោះក្នុងតម្លៃសមរម្យផងដែរបាទអាចធ្វើការប្រឹក្សាសុខភាពតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code នេះខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land បាទដូចអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code នេះខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនយ៉ាងទៅយើងឲ្យមើលតាមផែនទីផ្ទាល់បាទយកចុះតាមខ្លងទ្វារវត្តនឹងសំសល់បត់តាមបងវត្តខាងស្ដាំដៃចុះតាមផ្លូវ 16BT ត្រង់ចុងផ្លូវគឺដល់តាំងខ្ញុំហើយឬក៏មិនយ៉ាងទៅអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comedy តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដឹកថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khokson Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដឹកថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីនិងតេស្តផ្សេងៗទៀតក្នុងផ្នែកជំងឺទូទៅក៏ដូចជាការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំមកអតូច dot clear S អក្សរធំ UNN បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកមកពេលនេះឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង channel បាទចុចពី subscribe និងរូបកណ្ដឹងបាទចុចពី subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ